មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុចេញសេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពីគ្រោះថ្លៃការផ្គត់ផ្គង់សម្ភារៈនិងបរិក្ខារបច្ចេកទេសមិនមែនព័ត៌មានវិទ្យាសម្រាប់ឆ្នាំ2025ជូនមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុសូមជូនដំណឹងដល់បណ្ដាក្រុមហ៊ុនសហគ្រាសគិតទាំងសហគ្រាសឯកតបុគ្គលទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថានៅមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុនឹងដាក់ឲ្យពិគ្រោះថ្លៃជាសាធារណៈដើម្បីផ្គត់ផ្គង់សម្ភារៈនិងបរិក្ខារបច្ចេកទេសមិនមែនព័ត៌មានវិទ្យាសម្រាប់ឆ្នាំ2025មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុបានរៀបចំឯកសារសម្រាប់ក្រុមហ៊ុនសហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃនិងមានដាក់លក់នៅក្រមលទ្ធកម្មមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុដែលមានអាសយដ្ឋាននៅភូមិ1សង្កាត់3ក្រុងព្រះសីហនុខេត្តព្រះសីហនុចាប់ពីថ្ងៃទី22ខែមេសាឆ្នាំ2025តទៅនៅរៀងរាល់ម៉ោងធ្វើការទូរស័ព្ទលេខ034 933 864កាលបរិច្ឆេទឈប់ទទួលសំណើពីគ្រោះថ្លៃនិងបើកសំណើពីគ្រោះថ្លៃនៅម៉ោង 14:30 នាទីរសៀលថ្ងៃទី7ខែឧសភាឆ្នាំ2025ក្រុមហ៊ុនសហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នាឬមានប្រភពតែមួយអាចដាក់សំណើសុំពិគ្រោះថ្លៃបានតែមួយគត់ក្រុមហ៊ុនសហគ្រាសដែលមានបំណងចូលរួមពិគ្រោះថ្លៃសូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្មដើម្បីទិញឯកសារពិគ្រោះថ្លៃនិងសាកសួរព័ត៌មានទាក់ទងនឹងការពិគ្រោះថ្លៃនេះ